បានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំសូមចែកម្លែកនៅប្រធានបទថ្មីហើយក៏ប្រធានបទនេះគឺយើងចូលមកដល់ឆ្នាំថ្មីហើយក៏យើងក៏បានចែកម្លែកទៅកាន់បងប្អូនហើយក៏អរគុណទៅដល់បងប្អូនដែលបានស្ដាប់នៅប្រធានបទខ្ញុំពីមួយវគ្គទៅមួយវគ្គហើយក៏យើងក៏បានរីករាយជាមួយនឹងជីវិតយើងបានរស់មកដល់សប្តាហ៍ថ្ងៃហើយក៏យើងរីករាយអ្នកដែលបានជួបគ្នានៅការដែលសាងអំពើល្អឬក៏អ្នកដែលបានចែកម្លែកអ្នកដទៃចេះជួយអ្នកដទៃឬក៏ការដែលយើងអាចនឹងផ្ដល់ក្តីស្រឡាញ់ដល់អ្នកដទៃដូចគ្នាផងដែរហើយចឹងប្រធានបទថ្មីនេះគឺយើងលើកឡើងពីការដែលយើងនឹកឃើញអ្នកដែលនិយាយថាមិត្តភក្តិយើងល្អដែលយើងនៅតាំងពីក្មេងឬក៏មិត្តភក្តិដែលយើងធ្លាប់បានរៀនជាមួយគ្នាឬមិត្តភក្តិដែលយើងបានរួមដំណើរជីវិតជាមួយគ្នាបានធ្វើអីទៅល្អហើយនឹងអ្នកដែលធ្វើការឬក៏ក្រុមហ៊ុនល្អកើតឡើងចឹងទៅយើងតែងតែនឹកឃើញហើយនឹងក៏នឹកឃើញពីឪពុកម្ដាយផងយើងនឹកឃើញពីបងប្អូនសាច់ញាតិឬក៏និយាយទៅគឺនៅអ្នកដែលនៅជុំវិញខ្លួនយើងដែលល្អផងដែរអញ្ចឹងទៅក៏ក្នុងប្រធានបទមួយនេះខ្ញុំអាចនិយាយបានថាខ្ញុំក៏រីករាយនៅពេលដែលយើងនឹកឃើញការដែលយើងនិយាយពីក្មេងៗដែលយើងទំដែលវ័យដែលយើងទំដូចជាกระดาษសដែលយើងបានជួបមនុស្សល្អយើងរាប់អានគេដោយសន្តិចិត្តផងយើងគឺយើងក៏បានរីករាយជាមួយនឹងការដែលយើងមានពីកម្មាភិបអីចឹងទៅយើងបានស្គាល់អ្នកដែលគាត់ជាអ្នកចិត្តខាងខ្លួនយើងដែលបានធ្វើការឬក៏យើងទៅមានន័យថាយើងទៅរៀនយើងបានដើរលេងជាមួយពួកគាត់ឬក៏យើងអាចថានៅក្មេងៗយើងមានមិត្តភ័ក្តិមិត្តអីចឹងទៅយើងនឹកឃើញពីគាត់នៅក្មេងៗយើងធ្លាប់លេងឈូសវងឬក៏យើងអាចថាធ្លាប់លេងទឹកស្ទឹងលេងអីចឹងទៅក៏យើងនឹកឃើញហើយរឿងក៏នឹកឃើញអ្វីដែលល្អវាកាត់ឡើងដែរបើថារឿងអត់ល្អក៏យើងសុំទោសឬក៏យើងក៏អត់ចង់សាងអីបាបកម្មរឿងអីដែរតែធ្វើមកជីវិតយើងវាតែងតែជួបនៅពេលដែលគ្រួសារម្នាក់អ្នកខ្លះអ្នកក្រអ្នកអីចឹងទៅជីវិតនោះវាតែងតែជួបប្រទះហើយក៏យើងមើលឃើញពីអ្នកដែលចំណានជានេះចឹងទៅវាអាចនឹងកើតមាននៅក្នុងវ័យដែលយើងបានយើងកាត់មកយើងបានជួបរឿងល្អយ៉ាងដែរហើយអ្វីដែលពេលដែលយើងបានមករៀនសូត្រអីចឹងទៅក៏យើងគិតថាវាគ្មានអីក្រៅពីការមកដែលយើងនឹកឃើញពីអ្វីដែលល្អជាមួយគ្នាយើងបានសាងអីល្អជាមួយគ្នាទេប៉ុន្តែអ្នកដែលយើងបានរៀនសូត្រតាំងពីរៀនសាលាបឋមរហូតដល់យើងរៀនដល់ហៅថាដល់សាកលវិទ្យាល័យអញ្ចឹងទៅមនុស្សយើងម្នាក់គឺយើងអាចនិយាយបានថាយើងឆ្លងពីដំណាក់កាលទៅដំណាក់កាលមួយគឺយើងតែងតែអាចជួបនឹងមនុស្សល្អជាច្រើនដែលយើងគួរតែគោរពយើងគួរឲ្យតម្លៃហើយមិត្តភក្តិដែលល្អក៏យើងនៅតែគោរពនៅឲ្យតម្លៃពួកគាត់ដែរហើយក៏យើងគិតថានៅពេលដែលយើងវ័យដែលយើងចេញធ្វើការហ្នឹងវាជារឿងមួយផ្សេងមួយទៀតអ្នកខ្លះទៅធ្វើការរបៀបគាត់ផ្សេងអ្នកខ្លះទៅធ្វើការគាត់ផ្សឹងអីចឹងទៅហើយយើងក៏នឹកឃើញពីអ្វីដែលល្អជាមួយគ្នាយើងគុំគិតអីរឿងអាក្រក់ដល់គ្នាឬក៏យើងគិតពីរឿងអ្នកខ្លះទៅទោះអ្នកណាការងារល្អអ្នកណាការងារធំប៉ុណ្ណាក៏យើងនៅតែស្រឡាញ់រាប់អានគ្នាដោយតែយើងកើតមកជាមនុស្សដូចតែគ្នាទេអញ្ចឹងទៅយើងគុំទៅគិតអីចំណានជានេះឬក៏កើតធ្វើរឿងអំពើអាក្រក់ឬអំពើបាបកម្មអីផ្សេងហើយសារតែខ្ញុំមើលឃើញថាពេលខ្លះឬយើងនឹងគិតថាដែលយើងក្នុងសម័យកាលខ្ញុំរស់នៅអញ្ចឹងទៅវាតែងតែមានមនុស្សដែលអត់សូវពេញចិត្តម្នាក់ពេញចិត្តនេះហើយធ្វើការងារបាទវាឡើងអីទួនាទីឬក៏អ្នកខ្លះពេញចិត្តហ្នឹងអានេះធ្វើការអីក៏វាមិនអញ្ចឹងទៅវាអាចថាមាននៅក្នុងទស្សនវិជ្ជាដែលយើងរស់នៅក្នុងសម័យកាលផ្សេងគ្នាអញ្ចឹងទៅប៉ុន្តែបើសិនជាទិសដៅគោលដៅរបស់ខ្ញុំមិនគិតថាទាក់ទងនឹងរឿងអំពើល្អហ្នឹងគឺវាអត់សាបសូន្យទេហើយយើងក៏សប្បាយចិត្តនឹងជួបបាននឹងរឿងដែលយើងបានសាងអំពើល្អជាមួយអ្នកដទៃតែមិនថាការយើងរាប់អានជាមិត្តភក្តិមិនថាយើងរាប់អានជាមិត្តរួមការងារយើងមិនថាយើងរាប់អានអ្នកនៅជុំវិញខ្លួនទេគាត់ជារឿងមួយដែលយើងចែកសេចក្តីល្អទៅអ្នកដទៃវាអត់ចេះខុសទេបងប្អូនហើយក៏យើងក៏នៅតែរីករាយនៅពេលដែលយើងចងចាំគ្នានៅរឿងល្អទាំងអស់ហ្នឹងសួរថាដល់ពេលដែលយើងធ្វើរឿងអាក្រក់វិញមានអារម្មណ៍ថាពេលខ្លះស្ដាយណារឿងអាក្រក់ដែលធ្វើឬក៏យើងស្ដាយណាអំពើបាបកម្មដែលយើងធ្វើហ្នឹងហើយយើងតែងតែនិយាយថាហេតុអីបានមនុស្សទៅធ្វើរឿងបាបកម្មធ្វើរឿងអាក្រក់ទៅលើអ្នកដទៃបំផ្លាញជីវិតអ្នកដទៃឬក៏ធ្វើរឿងអាក្រក់អីផ្សេងនេះគាត់ព្យាយាមធ្វើរឿងបំពានទៅលើគេឬក៏បើសាងបាបកម្មទៅលើគេផ្សេងទៅសួរថាវារឿងមានប្រយោជន៍អត់ហើយយើងសួរថាមនុស្សកើតមកតើកើតដើម្បីអ្វីហើយកើតដើម្បីសាងអាក្រក់បែបហ្នឹងឬក៏កើតដើម្បីរកស៊ីប្រកបចេញសាងអំពើបាបកម្មបែបហ្នឹងឬក៏យើងកើតមកយើងស្គាល់គ្នាយើងទៅធ្វើរឿងបាបកម្មបែបហ្នឹងហើយបើសិនជាអ្នកដែលមានសាច់ញាតិបងប្អូនមានជួនកាលអ្នកខ្លះចំណានชิ้นនេះក៏សំបីតារឿងទ្រព្យសម្បត្តិឬក៏រឿងដីធ្លីអញ្ចឹងទៅឆ្លោះគ្នាទៅអញ្ចឹងសួរថាបានប្រយោជន៍អីទៅវិញបើសិនជាយើងគិតថារស់ដោយភាពសាមញ្ញរស់ដោយថាជីវិតយើងម្នាក់វាគង់តែដល់ថ្ងៃងាប់ទេ
ចឹងយើងកុំគិតថាវាលោភលន់ឬក៏យើងគិតថាវាចង់បានវាហួសហេតុពេកឬក៏យើងចិត្តគិតថាចង់បានទៅសាងបាបកម្មទៅលើអ្នកទេបំផ្លាញជីវិតអ្នកដទៃពេកចឹងទៅយើងគិតត្រង់ចំណុចនោះវិញគឺយើងនឹងបដូរពីផ្នត់កំណត់អាក្រក់ហ្នឹងតាមមកលើផ្លូវល្អផ្នត់កំណត់ល្អមកឡើងវិញហើយក៏យើងគិតថាយើងជាមនុស្សមានអីដែលវាល្អជាងអំពើល្អដែលយើងបានធ្វើយើងក៏រីករាយនៅក្នុងឆាកជីវិតដែលយើងបានរស់នៅផងដែរហើយយើងគិតថាបើសិនជាយើងទៅធ្វើរឿងអាក្រក់សូម្បីតែខ្ញុំធ្វើរឿងខុសចំពោះគេមានអារម្មណ៍ស្ដាយមែនសូម្បីស្ដាយថាយើងទៅធ្វើរឿងអាក្រក់មានអារម្មណ៍ថាពេលខ្លះយើងធ្វើរឿងយើងស្ដាយដល់ពេលដែលយើងធ្វើខុសទៅទៀតចុះតម្រុំបងប្អូនពេលតម្រុំបងប្អូនទៅធ្វើរឿងអាក្រក់ទៅធ្វើរឿងបាបកម្មហ្នឹងតទៅទៀតសួរថាតើវាមានរឿងអីដ៏ល្អចំពោះបងប្អូនអត់ហើយសួរថាប្រទេសគេក៏មានច្បាប់អនគេហើយសួរថាទៅពេលដែលយើងទៅធ្វើរឿងក្រក់ឬក៏យើងបំផ្លាញជីវិតគេឬក៏យើងសាងបាបកម្មផ្សេងតែតែមានច្បាប់ក្នុងការដាក់ទោសយើងដូចគ្នាដែរអញ្ចឹងទៅខ្ញុំគិតថាបងប្អូនដែលកំពុងតែសាងឬក៏កំពុងតែប្រព្រឹត្តនៅទង្វើអាក្រក់ទាំងអស់ហ្នឹងឈប់នឹងការដែលប្រព្រឹត្តរឿងហ្នឹងហើយក៏ព្យាយាមបដូរផ្នត់គំនិតហ្នឹងមកផ្លូវល្អវិញអាហ្នឹងខ្ញុំហ៊ាននិយាយហើយផ្លូវគំនិតដែលល្អហ្នឹងឬក៏តែទៅនឹងអំពើល្អហ្នឹងគឺធ្វើឲ្យបងប្អូនហ្នឹងអាចថាវាជាមួយដែលយើងអាចរួចផុតពីភាពដែលយើងកំពុងតែប្រព្រឹត្តរឿងអាក្រក់ទាំងហ្នឹងដែរបើមិនជាយើងធ្វើរឿងល្អឲ្យបានច្រើននោះធ្វើឲ្យជីវិតយើងក៏វាល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃហើយយើងរីករាយនៅក្នុងជីវិតដែលយើងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដែរមិនមែនថាយើងធ្វើអាក្រក់យើងព្យាយាមធ្វើតទៅទៀតទេហ្នឹងហើយទៅខ្ញុំអាចនិយាយបានថាពេលខ្លះគឺយើងតលុះត្រាតែយើងបដូរផ្នត់កំណត់ផងយើងហើយផ្នត់កំណត់ហ្នឹងគឺយើងកាត់ចេញពីចិត្តបេះដូងផងយើងកាត់ពីសតិសម្បញ្ញាផងយើងដល់គ្នាដែរដើម្បីយើងឈ្មោះទៅរកដែលយើងជួយអប់រំកូនចៅយើងឬក៏អ្នកឯងនៅជំនាន់ក្រោយៗហ្នឹងគឺមានមនុស្សល្អកាន់តែច្រើនហើយខ្ញុំអាចនិយាយបានថានៅពេលនេះខ្ញុំកំពុងតែនិយាយប៉ុន្តែថ្ងៃក្រោយខ្ញុំមិនដឹងថាខ្ញុំបាននិយាយរឿងល្អហ្នឹងទៅកាន់បងប្អូននៅរយៈពេលបានប៉ុណ្ណាទេព្រោះជីវិតខ្ញុំក៏វាមានពេលវេលាកំណត់ដែរសូម្បីខ្ញុំមើលថាតួអ្នកមានភាពល្បីល្បាញតួអ្នកមានស័ក្តិអ្នកមានប៉ុណ្ណាអ្នកក្រប៉ុណ្ណាអ្នកដែលអ្វីមានខ្សត់បែបយ៉ាងប៉ុណ្ណាចុងក្រោយគឺយកអីអត់ទៅបានទេបងប្អូនចុងក្រោយគឺខ្លាចជាផេះផង់ដូចតែគ្នាចុងក្រោយគឺសាបសូន្យដូចតែគ្នាទេអញ្ចឹងអ្វីដែលល្អបំផុតហ្នឹងគឺអំពើល្អដែលយើងនៅមាននៅពេលដែលយើងមានជីវិតរស់នៅហើយយើងគិតថាអំពើល្អហ្នឹងមិនមែនថាលុះតែខ្ញុំមានទេលុះតែខ្ញុំជួយគេជាលុយកាក់ទេវាមិនមែនស្ថិតលើនឹងទាំងអស់មិនថាអំពើល្អវាកើតចេញពីចិត្តផងយើងគិតថាយើងអាចចេញពីចិត្តផងយើងមិនថាមានឬក្រទេមានតិចយើងជួយតិចមានច្រើនយើងជួយច្រើនអញ្ចឹងទៅយើងអាចនឹងធ្វើឲ្យមនុស្សដែលអ្នកដែលយើងជួយហ្នឹងក៏យើងគិតថាវាជារឿងមួយដែលល្អទោះថាគេនឹងទទួលផងយើងមិនទទួលនឹងជារឿងផងគេប៉ុន្តែយើងបានធ្វើអំពើល្អពេលខ្លះយើងឲ្យលុយអ្នកសុំទានឬក៏ឲ្យអ្នកដែលយើងបានជួយគេវិញពេលខ្លះយើងអត់ចាំមុខគេទេប៉ុន្តែអំពើល្អនោះចេញពីចិត្តផងយើងបានចែកទានទៅគេឲ្យដោយសារតែយើងបានរលុយកាក់ខ្លះទៅយើងបានធ្វើទានទៅឲ្យគេក៏យើងសប្បាយចិត្តចេញពីផ្លូវចិត្តផងយើងហើយយើងក៏មានអារម្មណ៍ថាថ្ងៃនេះក៏យើងបានធ្វើទានដែរយើងផឹងផែងរដោយលុយកាក់ប៉ុណ្ណាឬក៏ជីវិតយើងកំពុងតែជួបប្រទះពេលខ្លះយើងបដូរផ្នត់កំណត់ផងយើងគិតអត់ល្អហ្នឹងយើងធ្វើទានគេខ្លះយើងទៅវត្តទៅវាយើងទៅដល់កន្លែងវិហារឬទៅដល់កន្លែងណាហើយគឺអត់ធ្វើឲ្យខ្លួនយើងសប្បាយចិត្តឬក៏យើងអាចថាបដូរផ្នត់កំណត់ពីអាក្រក់មកល្អឲ្យបានច្រើនមកវិញតែយើងព្យាយាមដានទៅលើផ្លូវល្អឬក៏យើងព្យាយាមលុបបំបាត់ពីអាសេតសម្បញ្ញាផងយើងហ្នឹងគឺពីភាពអាក្រក់ហ្នឹងមកវិញកុំឲ្យវាអូសទាញយើងទៅធ្វើរឿងអាក្រក់ទៅទៀតអញ្ចឹងខ្ញុំក៏បានចែកម្លែកទៅកាន់បងប្អូនទៅលើប្រធានបទមួយនេះគឺខ្ញុំតែងតែអាចនិយាយបានថានៅពេលដែលយើងនឹកឃើញមិនថាជាមិត្តភ័ក្តិឬក៏មិត្តរួមការងារឬក្រុមហ៊ុនដែលល្អដែលយើងបានកើតមកយើងបានជួបពួកគាត់បានធ្វើរឿងល្អយើងសប្បាយរីករាយក្នុងឆាកជីវិតយើងល្អនោះធ្វើឲ្យយើងនឹងក៏រីករាយនៅក្នុងការដែលយើងនឹកគ្នាយើងចងចាំគ្នានៅក្នុងឆាកជីវិតដែលយើងបានរស់នៅដែរអញ្ចឹងទៅខ្ញុំអាចនិយាយបានថាខ្ញុំក៏នឹកឃើញនៅមិត្តភ័ក្តិដែលខ្ញុំធ្លាប់បាននៅពីក្មេងបានធ្វើអីល្អមួយគ្នាឬក៏យើងសាងអីល្អមួយគ្នាហើយនឹងអ្នកដែលបានធ្លាប់រៀនមួយគ្នាមកដល់សប្តាហ៍នេះក៏ខ្ញុំនឹកឃើញពីពួកគាត់ដែរប៉ុន្តែមិនដឹងថាពួកគាត់នៅចង់ចាំខ្ញុំទេព្រោះពេលខ្លះក៏ខ្ញុំភ្លេចមុខពួកគាត់ដែរជួនកាលមុខម្នាក់ក៏អាចប្រែប្រួលពីដែលយើងធ្លាប់រៀននៅសាលាបឋមអីចឹងទៅ
ខ្លះបែរព្រោះផ្សេងតែមានប្រពន្ធមានកូនអ្នកខ្លះទៅអាចប្រែប្រួលរូបរាងប្រែប្រួលមុខមាត់ពេលខ្លះខ្ញុំមើលតែមិនស្គាល់ហើយអ្នកធ្វើការខ្លះក៏អាចថាពេលមានកូនមានអីចឹងទៅវាអាចនឹងបដូររូបរាងបដូរមុខមាត់ដូចគ្នាដែរចឹងទៅវាអាចនឹងប្រែប្រួលទៅតាមជាក់ស្ដែងប៉ុន្តែយើងនៅតែឃើញតែពួកគាត់ដែលគាត់បានរួមដំណើរជាមួយតែយើងហ្នឹងទៅល្អដែរហើយខ្ញុំក៏មិនដឹងថាមួយជីវិតផងយើងហ្នឹងគឺយើងបានជួបគ្នានឹងរយៈពេលបានប៉ុណ្ណាទេសូម្បីខ្ញុំគិតថាដូចខ្ញុំនិយាយចឹងថាអ្នកដែលមានបានប៉ុណ្ណាអ្នកក្រប៉ុណ្ណាអ្នកល្បីល្បាញប៉ុណ្ណាអ្នកដែលគាត់មានឋានៈទូនទីប៉ុណ្ណាចុងក្រោយគឺយើងអត់មានអីទាំងអស់គឺយើងសាបទូនទាំងអស់គ្នាទេប៉ុន្តែអ្វីដែលធំបំផុតគឺយើងបានសិក្សាសេចក្តីល្អធ្វើអំពើល្អចំពោះអ្នកដទៃអាហ្នឹងហើយបានខ្ញុំអាចនិយាយបានថាជាមួយដែលយើងសប្បាយចិត្តព្រោះថាអំពើល្អហ្នឹងគឺអាចចេញពីចិត្តគំនិតផងយើងចិត្តចេញពីការដែលយើងសាងអីល្អទៅក៏យើងរីករាយនៅក្នុងមច្ឆជីវិតផងយើងដែរទោះគេចងចាំយើងមិនចងចាំយើងអានឹងស្ថិតលើគេទេប៉ុន្តែបើសិនជាយើងបានធ្វើល្អគឺជាសេចក្តីសុខផងយើងចឹងទៅក៏ខ្ញុំគិតថាជាប្រធានបទដែលខ្ញុំបានចែកម្លែកហើយក៏ខ្ញុំគិតថាវាជាមួយដែលខ្ញុំសប្បាយចិត្តដែរព្រោះខ្ញុំពេលដែលខ្ញុំនិយាយក៏ខ្ញុំនៅតែរីករាយនៅពេលដែលយើងសារសម័យនៅពេលដែលយើងធ្លាប់ជួបពួកគាត់តាំងពីក្មេងពេលដែលយើងសប្បាយរីករាយគ្នាធ្លាប់ដើរលេងជាមួយគ្នាឬក៏ពិតប្រាកដធ្លាប់រៀនជាមួយគ្នាការសាលារៀនបើបឋមអីចឹងទៅយើងសម័យពីរឿងដែលល្អយើងធ្លាប់ដើរជាមួយគ្នាហើយអ្នកដែលធ្វើការវិញបើយើងគិតពីការដែលយើងធ្វើការគឺយើងបានរាប់អានគ្នាយើងបានចែកម្លែកគ្នាហើយក៏កន្លែងធ្វើការក៏ដូចផ្ទះទី2ផងយើងដែរយើងទៅធ្វើការជាថ្ងៃចឹងទៅក៏យើងនៅចងចាំអ្វីដែលល្អដែរបើថារឿងខុសរឿងអាក្រក់រឿងអីល្អហ្នឹងក៏យើងក៏បត់ចោលទាំងអស់គ្នាទៅគឺជាមួយដែលជាសេចក្តីសុខផ្លូវចិត្តផងយើងទាំងអស់គ្នាដែរហើយយើងទាំងអស់គ្នាក៏ជួងគុំទៅបន្តនៅអំពើបាបកម្មពើសាងអាក្រក់សាងអីទៅលើអ្នកដទៃឬកំ pl ាញជីវិតអ្នកដទៃហ្នឹងយើងកុំធ្វើតទៅទៀតឬក៏អ្នកដែលកំពុងតែសាងហ្នឹងក៏ឈប់នៅការធ្វើរឿងតហ្នឹងអញ្ចឹងក៏ខ្ញុំគិតថាយើងពិតជាមានអារម្មណ៍សប្បាយរីករាយនៅពេលដែលយើងបានធ្វើល្អហើយខ្ញុំក៏តេតងនឹងធានបទនេះខ្ញុំក៏លើកឡើងក៏ខ្ញុំនៅតែនឹកឃើញហើយខ្ញុំក៏នៅតែសប្បាយចិត្តហើយខ្ញុំក៏អរគុណបងប្អូនដែលបានស្ដាប់ធានបទនេះខ្ញុំគិតថាបងប្អូនក៏ជាមនុស្សល្អហើយអ្នកដែលបានស្ដាប់ធានបទខ្ញុំជាបន្តក៏ជាមនុស្សល្អដូចគ្នាហើយក៏យើងគិតថាអ្នកដែលកំពុងស្ដាប់ទៅអ្នកដែលកំពុងតែខុសអីហ្នឹងក៏ព្យាយាមកែខ្លួនមកផ្លូវល្អដូចគ្នាផងដែរហើយចឹងទៅខ្ញុំក៏អរគុណទៅក្នុងការស្ដាប់ធានបទនេះក៏យើងនៅបន្តនៅធានបទផ្សេងទៀតផងដែរ